ថៃប្រកាសកែសម្រួលការបន្ធូរបន្ថយច្រកព្រំដែននៅខេត្តស្រះកែវដោយខ្លួនឯងខណៈកម្ពុជានៅបន្តរក្សាជំហរមឿងម៉ាត់មេងហុងរាជធានីបាងកកអាជ្ញាធរថៃបានអនុម័តឲ្យមានការបន្ធូរបន្ថយនៃការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរយៈពេល7ថ្ងៃដើម្បីជួយដល់ការនាំចេញនិងកាត់បន្ថយការកកស្ទះរថយន្តដឹកទំនិញនៅតាមបណ្ដោយព្រំដែនខេត្តស្រះកែវយ៉ាងណាទំនិញគ្រប់យ៉ាងពីខាងថៃនៅតែមិនអាចឆ្លងចូលទឹកដីកម្ពុជាបានទេព្រោះកម្ពុជាមិនទាន់យល់ព្រមបើកច្រកព្រំដែនណាមួយឡើយដរាបណាភាគីថៃមិនធ្វើឲ្យច្រកព្រំដែននៅទូទាំងប្រទេសវិលទៅរកសភាពដើមដោយមុនថ្ងៃទី7មិថុនាឆ្នាំ2025វិញទេនោះតាមរយៈសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី29មិថុនាឆ្នាំ2025អគ្គនាយកដ្ឋានអន្តរប្រវេសន៍សាស្ត្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញគ្រប់ប្រភេទចូលចេញឬឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិឬច្រកទ្វារតាមបណ្ណណាមួយតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឡើយជាមួយគ្នាមេដឹកនាំកម្ពុជាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតប្រកាសម្ដងហើយម្ដងទៀតថាបើកម្ពុជាបិទច្រកព្រំដែនកន្លែងណាមួយហើយគឺបិទជាអចិន្ត្រៃយ៍ឬបិទរហូតតែម្ដងដោយមិនបើកវិញឡើយទោះជាច្រកព្រំដែននោះត្រូវបានភាគីថៃបើកវិញក៏ដោយគោលជំហររបស់កម្ពុជាគឺលុះត្រាតែថៃបើកច្រកព្រំដែនទាំងអស់ឡើងវិញដោយខ្លួនឯងទើបកម្ពុជាបើកវិញដូចគ្នានិងយ៉ាងយូរត្រឹម5ម៉ោងក្រោយពីភាគីថៃយ៉ាងណាអាជ្ញាធរថៃនៅតែព្យាយាមស្នើកម្ពុជាបើកព្រំដែនមួយចំនួនដោយភាពក្រអឺតក្រទមនិងខ្លាចបាក់មុខតែសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរសារឆ្លើយតបតាមរយៈបណ្ដាញសង្គម Facebook វិញថាមិនចាំបាច់ស្នើមកកម្ពុជាទេតែថៃខ្លួនឯងត្រូវស្នើទៅអ្នកមានអំណាចពិតប្រាកដដើម្បីបើកព្រំដែននៃប្រទេសទាំងពីរនិងកម្ពុជាក៏នៅតែមិនទទួលយកការចរចារឿងបើកព្រំដែននេះដែរសូមរំលឹកថាអាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី29មិថុនាដោយបង្ហាញពីការបន្ធូរបន្ថយនៃការរឹតបន្តឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរយៈពេល7ថ្ងៃបន្ទាប់ពីមានបទបញ្ជាពីកងទ័ពភូមិភាគ1កងពលបូព៌ាឬបូរ៉ាផាវិធានការបណ្ដោះអាសន្នដែលចូលជាធម្មតាភ្លាមៗគឺសម្ដៅកាត់បន្ថយផលប៉ះពាល់នៃការគ្រប់គ្រងព្រំដែនដែលមានការកើនឡើងលើសហគមន៍និងអាជីវកម្មនៅតាមបនមេបញ្ជាការកងពលបូព៌ាថៃបានបញ្ជាក់ថាការសម្រេចនេះវានឹងជួយសម្រួលដល់ការឆ្លងកាត់របស់យានវាហុនដឹកទំនិញដែលបានជាប់ផ្ទាំងនៅតាមព្រំដែនទាំងសងខាងតែធាតុពិតជាប់តែខាងថៃគោលការណ៍ណែនាំសំខាន់ៗដែលអាជ្ញាធរថៃដាក់ឲ្យអនុវត្តនៅតាមច្រកព្រំដែនខេត្តស្រះកែវរួមមាន1ច្រកព្រំដែនអចិន្ត្រៃយ៍នងអៀនស្ទឹងបត់យានជំនិះអតិថិជន100គ្រឿងក្នុងមួយថ្ងៃ50ចូល50ចេញនិងម៉ោងធ្វើការពី8ព្រឹកដល់4រសៀល2ច្រកព្រំដែនអចិន្ត្រៃយ៍ភ្នំដីឬខោឌិនយានជំនិះអតិថិជន100គ្រឿងក្នុងមួយថ្ងៃ50ចូល50ចេញនិងម៉ោងធ្វើការពី8ព្រឹកដល់4រសៀលនៅក្រោមលក្ខខណ្ឌទាំងនេះយានជំនិះពីក្រៅប្រទេសនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅប្រទេសថៃវិញប៉ុន្តែមិនត្រូវដឹកទំនិញនៅពេលធ្វើការត្រឡប់មកវិញឡើយមេបញ្ជាការវិយោធាកងពលបូព៌ាថៃបានសង្កត់ធ្ងន់ថាសកម្មភាពទាំងអស់ក្រោមការរៀបចំបណ្ដោះអាសន្ននេះត្រូវបញ្ចប់ក្នុងរយៈពេល7ថ្ងៃចាប់ពីថ្ងៃប្រកាសនេះទៅអាជ្ញាធរថៃបានសង្កត់ធ្ងន់ថាវិធានការនេះគឺមានគោលបំណងសង្គ្រោះសេដ្ឋកិច្ចប៉ុន្តែមិនមែនជាសញ្ញានៃការបើកព្រំដែនពេញលេញឡើងវិញទេព្រោះកំពុងតែស្ថិតនៅក្នុងការព្រួយបារម្ភផ្នែកសន្តិសុខនិងការទូត3ច្រកពាណិជ្ជកម្មបណ្ដោះអាសន្ននាំព្រឺយានជំនិះអតិថិជន40គ្រឿងក្នុងមួយថ្ងៃ20ចូល20ចេញនិងម៉ោងធ្វើការពី8ព្រឹកដល់12ថ្ងៃត្រង់សូមបញ្ជាក់ថាការសម្រេចខាងលើគ្រាន់តែជាការបង្កើនឡើងដោយភាគីថៃតែម្នាក់ប៉ុណ្ណោះចំណែកភាគីកម្ពុជាពុំទទួលយកចំណុចណាមួយជាមួយភាគីថៃឡើយក្រៅពីការបញ្ជាក់ជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនតបទៅវិញប៉ុណ្ណោះ